តនេអត់មកចូលដៃសូ12ជាន់ជាមួយនួយអីនោះនៅខាងនោះវ៉ាត្រៀមជើងរួចជាការស្រេចដាក់ដើមពីជាន់ខាងក្រោមមើលកន្លែងគិតលុយអត់ដឹងថាគិតបែបម៉េចទេរងជួគិតលុយតាមចដាឡើងដល់ជាន់ខាងលើស្ទាយយើង shopping នៅក្នុងដៃសូឥឡូវហ្នឹងគឺយើងត្រូវរងចាំនៅកន្លែងចដាយន្តដើម្បីយើង shopping លក្ខណៈពីជាន់ទី12ចុះមកវិញកុំឲ្យយើងហត់ពេកអញ្ចឹងណាពេកសួរអាវ៉ាន់ច្រើនពេកហ្នឹងមិនដឹងទិញអីទុកអីនេះខាងលើនេះកន្លែងរបៀបកៅអៅ fashion accessory អញ្ចឹងទៅតាគៀបដូចអីតែ2400ឯងតែ2 3000នេះនិយាយទៅតម្លៃនេះដូចអាវនៅខាងក្រោយខ្ញុំនេះតម្លៃតែ$3.3ចា5000វ៉ុនហ្នឹងប្រហែល$3.3ឥឡូវចុះមកជាន់ទី11ហ្នឹងតាក់ទងជាមួយនឹង tool មាន pad មាន accessory របៀប travel អីចឹងណានឹងឡើងសួរ accessory គេនេះណាអានេះបតោងរបៀបបតោងហុកតុកតាហុកអីហ្នឹងហើយកន្លែងនេះយើងអាច design sticker ហើយ sticker ហ្នឹងសរសេរឈ្មោះយើងហើយ print ចេញមកចែកបិទចែកខ្ជូតអត់អានេះវិញអានេះជាន់សួនផ្កាជាន់បន្ទាប់ចឹងណារបៀបណាគេចិត្តអីខ្ជូតដាំដំណាំដាំអីចឹងណាហើយថយសម្រាប់កូនឆ្កែមានឡើងស៊ូតនេះជាន់បន្ទាប់អានេះរបៀបពួក camping ពួក sport ពួកអីចឹងណាចាខ្ញុំមកធ្វើការខ្ញុំទៅទៀតហើយនេះដល់ពេលជាន់នេះប្រភេទពួកបន្ទប់ទឹកអាបន្ទប់ទឹក cleaning អីចឹងចូលមើល pleasant ចាអវ៉ាន់ច្រើនខ្លាំងបើសិនជាមានពេលច្រើនបានអាច explore បានដល់12ជាន់ហ្នឹងឥឡូវហ្នឹងដើរត្រួសមើលសិនចឹងអាណាខ្ជូតអាណាចាប់អារម្មណ៍អីអាណាបើយើងទិញណា skip បានយើង skip ចឹងណាចាហ្នឹងហើយអត់អាចមើលមួយសម្រាប់បានទេហើយជាន់បន្ទាប់នេះរបៀបជាអវ៉ាន់ interior របៀបទៀនក្អូបអវ៉ាន់ដេក័រដាក់ទេដាក់អីចឹងណាចានេះបែបហ្នឹងចាមានច្រើនមានសុំមុខថតសុំអីចឹងនិយាយទៅបើមានពេលគឺអង្គុយរស់សប្បាយទិញខ្លាំងមែនតើហ្មងកន្លែងជាន់នំគេហ្មងគឺពិភពនំហ្មងអានេះនៅរៀងយូរបន្តិចណាព្រោះថារឿងនំហ្នឹងរបស់ហូបហ្នឹងគឺប៉ិនហ្មងមានអារម្មណ៍ចង់បែកក្អួតដែរព្រោះអាវ៉ាន់វារឿងច្រើនពេកនេះមកដល់ជាន់បន្ទាប់ហ្នឹងរបៀបអាវ៉ាន់ជាតុក្កតារបៀប toy Disney របៀប anime អញ្ចឹងណាហើយបើមកជាន់នេះវិញគឺជាជាន់ដែល famous ជាងគេហ្មងព្រោះដោយសារមាន skin care make up របៀបផលិតផលវីតាមីនអីចឹងណាថ្នាំពេទ្យថ្នាំអីមានទាំងអស់នៅហ្នឹងអត់ទិញអីទេបានមកថងដែរនេះដឹងស្អីខ្លះឲ្យឡើងវល់ចិត្តចប់អស់20ជាងតែបានឡើងច្រើនដាក់សក់ក្បាលបែបនេះតាំងពីខ្មែររហូតចូលក្នុងយន្តហោះរហូតដល់កូរ៉េបានគេចូលក្នុងបន្ទប់ទឹកមកប្រឡែងសក់តស៊ូណាហេតុតែចង់ស្អាតហោះពីខ្មែរដល់កូរ៉េរៀង5ម៉ោងដែរដូចយើងដេកមួយយប់ចឹងណានិយាយទៅអេប៉ុងនឹងស្រួលមកខ្ញុំយកតាមគ្រប់កន្លែងពេលហូរមកវារៀងសក់ញ៉ៃតិចបើមានដាក់ប្រេងតាមខ្លួនអីលាបទៅវារៀងនេះតិចតែខ្ញុំនេះវាស្រឡាញ់សក់អាញ៉ៃអញ្ចឹងក៏អត់អីទៅតាមពិតទៅខ្ញុំត្រូវសេរីសក់អាខាងមុខនឹងផ្សេងទៀតដល់ពេលខ្ជិលមូចូលទាំងអស់គ្នាបណ្ដោយទៅធ្វើមិនឲ្យតែបានស្ទាយសក់មូរបៀបញ៉ៃអីហ្នឹងថយយកមកមុខក៏មិនទាន់លាង make up ក៏មិនទាន់លាបខ្ចីហៅតាក់ស៊ីជិះឥឡូវកំពុងតែរត់ទិញសបុតរថយន្តក្រុងគេចឹងណាលីម៉ូស៊ីនហ្នឹងគេបានសបុតទៅក្នុងម្នាក់អស់17000វ៉ុនបើជាដុល្លារវាស្មើ$11ជាងទ្រាំដល់ទីតាំងដែលយើងនៅហ្នឹងវាប្រហែល2ម៉ោងជិះតាក់ស៊ីអីអស់ដល់50-60រៀលនេះខ្ញុំគេនៅកន្លែងឈ្មោះថា Vigo Stayដល់កូរ៉េភ្លាមអត់មាននឹកឃើញថាអូយហត់សម្រាប់យកកម្លាំងអីដើរយកហ្មងចាហើយអ្នក Vivo កាច់កិនជាមួយនឹងការចង់ដឹងចង់ឮថាគេជិះរថភ្លើងបែបម៉េចគេជិះឡានក្រុងបែបម៉េចនេះតែគេនៅមួយយ៉ងដងឯងប៉ុន្តែមានការចង់សាក់ជិះត្រេនគេទៅដល់កាំងណាំពីនៅកន្លែងគេល្បីដៃកាំងណាំ style ហ្នឹងថតរូប2-3រូបចឹងណាហើយរូបថតហ្នឹងដឹងតែអត់ផុសឲ្យថតឲ្យគឺលាក់ទុកទៅហ្មងដល់ចុះដល់ឡើងហ្នឹងក៏ឃើញមាន library គេល្បីនេះអត់មាន plan ថាមកនឹងទេតែជ្រុលដើរចុះដើរឡើងហើយឃើញក៏ចូលថត2-3រូបទៀតទៅថតមកលិនរូបថតហើយអត់មានផុសទេលាក់ក្នុងទូរស័ព្ទនឹងដេកមើលតែឯងចឹងទៅដើរវិញក្នុងផ្សារគេរត់ត្រេននឹងចង់20នាទីដែរនងមកកូរ៉េនឹងចង់ញ៉ាំតែតាមតូបចេះទេដូចម៉ាក់យាយពងលក់អញ្ចឹង fish cake ហើយជាមួយទឹកស៊ុបគេហត់គ្រូហ្នឹងតែស្រុកនេះគេបញ្ចូលលុយនៅក្នុងកាតនេះយើងជិះតាណាតណៃអីថែបតកាតហ្នឹងទៅវាកាត់លុយចេញពីហ្នឹងហើយ area ក្នុងកាំណាំបានស្គាល់អ៊ីនទិញទួយហើយក៏បកមកមយ៉ងដង street វិញហើយនៅកន្លែង area ដែលខ្ញុំគេហ្នឹងគឺកន្លែងទូរីហ្មងកន្លែងទេសចរហ្មងអញ្ចឹងសួររកអីញ៉ាំខ្ញុំក៏ explore មយ៉ងដង street food អញ្ចឹងទៅបើចង់ដឹងថាខ្ញុំញ៉ាំអីខ្លះភ្លក់អីគេឆ្ងាញ់ខ្លះអាចឆែកមើលវីដេអូពី3ថ្ងៃមុនបានខ្ញុំបោះហើយបើសិនដល់ញ៉ាំហើយមានកន្លងកុំភ្លេចនៅចិត្តហ្នឹងមានដៃសូ12ជាន់អូយមានរង្វាន់ច្រើនខ្លាំងមែនតើខ្ញុំក៏ផុសវីដេអូលំអិតថានៅក្នុងមួយជាន់ហ្នឹងមានអីគេខ្លះដែរណាគេចង់ដឹងអាចចូលមើលបានប៉ុណ្ណឹងសិនឯណចាំចេញវីដេអូតទៀតកុំឲ្យវីដេអូមើលយូរពេកដល់ចុងក្រោយហ្នឹងអត់មានអ្នកមើលខ្ញុំនិយាយតែឯងចឹងណាកុំទាន់អាបិទ fan ដែលមើលវីដេអូនួយដល់ចប់ខ្ញុំមានកាដូឲ្យដើម្បីជាសញ្ញាថាអ្នកនរគ្នាបានមើលដល់ចប់ comment អីក៏បាននៅក្នុងវីដេអូមួយនេះហើយដាក់ emoji មួយនេះនៅចុងក្រោយ comment ហ្នឹងខ្ញុំ select ឲ្យកាដូហ្មងហើយកុំភ្លេច share វីដេអូនេះផងចាប់ពីថ្ងៃនេះទៅនួយ surprise fan ហ្មងឲ្យគ្រឿងសម្អាងចែក free កុំមកប្រាប់គេច្រើនពេកដឹងតែម្នាក់ឯងបានហើយនេះកន្លែងខ្ញុំគេនេះ Vigo Stay នៅនេះហើយចុះមកនៅខាងក្រោមហ្នឹងណាមានកន្លែងហាងញ៉ាំមួយអូឆ្ងាញ់ខ្លាំងមែនទែនទឹកស៊ុបសស្លែទេប៉ុន្តែជាតិសាហាវហ្មងហើយនៅជុំវិញហ្នឹងក៏មានម៉ាតដែរអត់ទាន់ដល់មក check in ទេគេមានកន្លែងផ្ញើម៉ាលីស្រួលទៀតបើកទ្វារខ្វាក់មកចូលមក surprise ហ្មងព្រោះថាអត់ expect ថាវាស្អាតដូចក្នុងរូបហើយបើនិយាយពីទូហើយសម្ភារៈវិញមានគ្រប់សពបែបយ៉ាងហ្មងអត់ឲ្យខ្វះទេបន្ទប់ខ្ញុំគេងនេះសម្រាប់3នាក់ហើយបើនិយាយពីទីតាំង space ប៉ុណ្ណឹងគឺគ្រាន់ហើយសម្រាប់ខ្ញុំរស់នៅ3នាក់និយាយថាទូដាក់អីគឺ
ខប់សពមានខប់សពនេះបន្ទប់គាត់តែចាក់ស្រួលហើយឃើញបន្ទប់មកភ្លឹងអត់ឃើញមានដីកកដីអីគឺឃើញស្អាតតែនេះក៏យើងអាចដាក់កៅអៅដាក់វ៉ាលីចូលក្នុងនឹងបានដែរហើយមកមើលបន្ទប់ទឹកវិញរៀងតូចបន្តិចក៏ប៉ុន្តែ very functional ងាកទៅណាក៏មានទូងាកទៅណាក៏កញ្ចក់ដែរផ្សែងសាប៊ូប្រដាប់ផ្លុំសក់กระดาษជូតមាត់ថែមឲ្យយើងទៀតយើងមិននៅរៀងយូរដែរបើថាយើងប្រើមិនគ្រប់យើងទិញខ្លួនឯងទៀតចឹងណាហើយនៅកលៀតនេះវិញមានទូទៀតទូដាក់ស្បែកជើងនិយាយទៅដាក់សម្ភារៈនិងសាប៊ូទូមកផ្ទះនេះខ្ញុំឃើញគេ review ច្រើននិយាយថានៅស្រួលហើយខ្ញុំចង់បានកន្លែងហ្នឹងហើយស្អាតដូចមាត់គេនិយាយមែនមួយទៀតនៅខាងក្រោមហ្នឹងគេមានហាងញ៉ាំទៀតចឹងអត់ច្បាច់ទៅណាឆ្ងាយច្រើនចង់សក់ឲ្យសុំភ្លក់គីមជីរបស់គេសិនថាវារសជាតិឆ្ងាញ់ប៉ុណ្ណាអូឆ្ងាញ់របស់គេមែនជូរឡើងជ្រះហ្មងហ្នឹងបានគេហៅគីមជីពិតៗទេពួកខ្ញុំគ្នា3នាក់ហ្នឹងហៅមីត្រជាក់មួយហើយនឹងស៊ុបគៀវមួយនេះស៊ុបគៀវគេទឹកស៊ុបសស្លែតបងមើងងាយអូយទឹកស៊ុបសស្លែតហ្នឹងអីចឹងគ្មានជាតិទេម៉ែដាក់មកគ្រូតទៅជាតិញ៉ែហើយបើនិយាយគៀវក្នុងចានវិញចង់5គ្រាប់ហើយមួយប៉ុនកបីអូយធំណាស់តន់ហើហាងឯណាឆ្ងាញ់ប៉ុណ្ណឹងហើយអានេះឃើញនៅចិត្តកន្លែងគេងក៏ចិត្តតែចូលទៅអេឆ្ងាញ់របស់គេហើយ